ពុកម៉ែបងប្អូនខ្ញុំបាទឈ្មោះហ៊ុនសុងសេងជាសប្តាហ៍ថ្ងៃខ្ញុំមានអាយុ23ឆ្នាំក្រោយពីសិក្សាខ្ញុំបានជួយការងារប៉ាតិចតួចព្រមទាំងនៅផ្ទះវិញខ្ញុំជា beat maker ព្រមទាំងជា songwriter សម្រាប់កម្មវិធី Cambo Rapper នេះគឺខ្ញុំបានឃើញនៅលើ social media អ្នកដែលជំរុញខ្ញុំមកកម្មវិធីនេះគឺមិត្តភ័ក្តិព្រមទាំងគ្រួសាររបស់ខ្ញុំផងដែរខ្ញុំចាប់ផ្ដើមវិស័យ rap នេះតាំងរយៈពេល5 ទៅ 6 ឆ្នាំមុនអ្វីដែល inspire ខ្ញុំបានចាប់ផ្ដើមកម្មវិធីនេះនៅពេលយប់មួយខ្ញុំមានអារម្មណ៍ថាពិបាកចិត្តមែនទែនខ្ញុំមិនដឹងថានិយាយប្រាប់ពីណាគេទេហើយខ្ញុំបានស្ដាប់បទរបស់ XX Tentacion ដែលគាត់ឆប់ simple ពី Silos Dasani ដែលបទនោះដែលធ្វើចាក់ដល់អារម្មណ៍ខ្ញុំមែនទែនទើបខ្ញុំរៀននិពន្ធសរសេរចេញពីបទនោះខ្ញុំត្រៀមខ្លួនរួចជាស្រេចនៅក្នុងការប្រឡងកម្មវិធី Cambo Rapper បាទជម្រាបសួរបាទ Yeah low yeah ធ្វើម៉េចបងមកលងបើសិនអូននេះបន្លែឡឃើញអូនរំអែមនៅលើ TikTok យប់នេះចេញក្រៅបើសិនអូនអកសោខលហើយទៅយកបាត់អូនអកសោធ្វើម៉េចមិនលងបើសិនអូននេះបន្លែឡឃើញអូនរំអែមនៅលើ TikTok យប់នេះចេញក្រៅបើសិនអូនអកសោខលហើយទៅយកបាត់អូនអកសោបងមិនរើថែបើតអូននេះជាបែបអូនហាក់មិនបែបឲ្យបងតាមរំមួយខែឲ្យចិត្តតែមូបងមិនចង់បានមួយខ្លែបពេលអង្គុយចិត្តភ្នែកបងយឹតមើលដូច Snap ទុំលាក់បងអោងឲ្យបងតោតោងមិនស្ងួនដូចជាព្រះថោងអូរកខ្លាំងពេកលេងមើលមក DJ ចាប់បត់ក៏មកតោទៅយកអូននៅផ្ទះណាអាចឆ្នះថោរំបែបនឹងថ្ងៃបានហៅ sexy baby move your body slowly ចង់ដឹងថាប្រៃផ្អែមឬក៏ juicy how much you love me show me you love me for the vibe emoji yeah baby I'm OG yeah ធ្វើម៉េចបងមិនលងមកស្នោនេះបន្លែឡឃើញអូនរំអែមនៅលើ TikTok យប់នេះចេញក្រៅបើស្នោអកសោកខហៅទៅយកបាត់អកសោកធ្វើម៉េចមិនលងបើស្នោនេះបន្លែឡឃើញអូនរំអែមនៅលើ TikTok យប់នេះចេញក្រៅបើស្នោអកសោកខហៅទៅយកបាត់អកសោក She call I'm slide escape tonight lay down my side say overnight អត់ទៅនៅក្បែរឆោមឆាយ like អត់ជាលេងត្រាងដល់ឲ្យគេលេងតែរត់លឿនបើលឿនទៅមុខដូចជាសេះតទៅលើកដាច់បានអត់ស្ទៀវពេលអូនស្រវឹងឲ្យបងអៀវរកពេលសំដីបងនិយាយដូចជា player អូនឲ្យអូនចាំអីធ្វើស្រាក់ទៅធ្វើអីក៏បានឲ្យតែអូននេះគេចង់ធ្វើគ្រាន់ក៏សរសៃភ្នែកក៏មាននៅទីពុលនេះរីបែបនេះខ្ញុំតាមរត់ដូចមកជុលតាមមុនប៉ុណ្ណឹងហើយតែអូននៅមិនយល់ធ្វើម៉េចបងមិនលងបើសិនអូននេះបន្លែឡឃើញអូនរំអែមនៅលើ TikTok យប់នេះចេញក្រៅបើសិនអូនអកសោកក៏ហៅទៅយកបានអូនអកសោកធ្វើម៉េចមិនលងបើសិនអូននេះបន្លែឡឃើញអូនរំអែមនៅលើ TikTok យប់នេះចេញក្រៅបើសិនអូនអកសោកក៏ហៅទៅយកបានអូនអកសោកអូវ៉ាសង្ហាមែនតើបាទសូមសម្លេងហោឲ្យគាត់មួយមក Wow like your style ជំរាបសួរអូខេបាទជួយណែនាំខ្លួនតិចមើលបងប្រុសខ្ញុំបាទឈ្មោះហ៊ុនសុងសេងជាដែល AKA name rap នោះឈ្មោះថាសុងឥឡូវហ្នឹងមានអារម្មណ៍មិនដែរពេលដែលបកស្រាយបទចម្រៀងហើយមានអារម្មណ៍ថាសប្បាយចិត្តបងដែលខ្ញុំបានបញ្ចេញសមត្ថភាពដល់បងខូចដែលជាអ្នកធ្លាប់ inspire ខ្ញុំផងដែរបាទចង់ពេលដែលកំពុងបកស្រាយមានអារម្មណ៍យ៉ាងម៉េចដែរព្រោះថាខ្ញុំស្ដាប់ទៅដូចថាដោយសារភ្លេងនេះគឺបើតាមខ្ញុំចាំគឺភ្លេងបទចម្រៀងរបស់ខូច Tempo ហើយបទហ្នឹងគឺចង់និយាយថាវាមាន sexy ផងវារឿង hype ដែរប៉ុន្តែពេលដែល perform បទហ្នឹងដូចថាអត់សូវលះនៅភ័យឬក៏អត់តន់សមមួយឆាកឬក៏យ៉ាងណាដែរបាទបងនេះគឺជាការឡើងលើឆាកដំបូងរបស់ខ្ញុំផងដែរបាទលើកទី1អញ្ចឹងមានការភ័យហើយនឹងមានចំណុចខ្វះខាតច្រើនផងដែរបាទអរគុណតើចំណុចខ្វះខាតបងអូននឹងត្រូវបានបំពេញដោយខូចរូបណាច្រើនជាងគេឬក៏មានអ្វីពិសេសខ្លះបងអូនត្រូវតែយកមកខ្ចប់ទុកឲ្យបានល្អនេះជាកំណត់របស់បងអូនអូខេសូមអញ្ជើញដំបងខូចប្រុសឡាសួស្តីបងតាំងកពិតសលេងប្អូន
ស្លេងបងអូនលះល្អហើយស្ដាប់បានគ្រប់ពាក្យតែរើសបត់អត់ត្រូវជាមួយនឹងតួអង្គខ្លួនឯងយល់ទេអូនឯងរើសភ្លេងដែលត្រូវនាំគេទាំងអស់សុបាយតែអូនឯងនៅតែឯងហ្មងដូចសូននៅតែឯងមួយអញ្ចឹងណាយល់បងនិយាយអត់ បាទបង ធ្លាប់ជួបបងហ៎ ខ្ញុំធ្លាប់បងកាលមុនខ្ញុំធ្លាប់ទៅស៊ីយោបងដែលបងស៊ីជីនាំទៅបងគីងជីនាំទៅបង អូប្រហែលមកខ្ញុំប្រហែលមកខ្ញុំ បាទធ្លាប់បាននិយាយមួយបងពី3ម៉ាត់ផងដែរ ចឹងតើដែរនិយាយរឿងសិល្បៈឯណាអាចតែបានអត់ដែរបានបង្ហាញសមត្ថភាពបងឲ្យបងមើលទំលើកទី1បង អូខេថ្ងៃនេះបាននិយាយចាំបងចៃសលេងនេះបើសិនជាយកទៅដាក់នៅលើភ្លេងមួយដែលសំនឹងតួអង្គខ្លួនឯងឲ្យគេអង្គុយស្ដាប់ចុយតួអង្គយើងហើយនឹងភ្លេងវាគួរតែស៊ីគ្នាចង់និយាយចេះវិញអញ្ចឹងដោយសារថ្ងៃហ្នឹងរើសអត់ត្រូវអញ្ចឹងបងចង់ថាថ្ងៃក្រោយរៀនរើសភ្លេងឲ្យសមនឹងតួអង្គដែលយើងថាត្រូវឡើងមកព្រោះបទនេះគេត្រូវតែនាំភ្លេងត្រូវនាំគ្នាសប្បាយយល់អត់អូនឯងនៅតែឯងអញ្ចឹងយល់អត់អញ្ចឹងមតិបងមានតែប៉ុណ្្នឹងឯង បាទអរគុណខុយប្រឡាអរគុណច្រើន ចា សុងជាលើកទី1ជំរាបសួរ សួរបង អាយុប៉ុន្មានហើយ សពថ្ងៃខ្ញុំមានអាយុ23ឆ្នាំបង 23ឆ្នាំយើងអាចវិវត្តខ្លួនឯងបន្ថែមទៀតបានដោយដូចខូចប្រឡាពូប្រឡាញបាននិយាយមិញអញ្ចឹងគឺមួយអត់ហែបឲ្យខូចមានអារម្មណ៍ថាបត់ហ្នឹងឆ្ងាញ់កន្លែងណាមួយចាដល់ពេលអញ្ចឹងទៅយើងរៀងខ្វះខាតចំណុចហ្នឹងបើសិនជាយើងអាចរកខ្លួនឯងឃើញហើយសំឡេងដែលគាត់មាននឹងការលើកដាក់របស់គាត់ហ្នឹងនៅស្ទើរកតុយបន្តិចឯងអញ្ចឹងខ្ញុំជឿថាគាត់នៅអាចមានពេលវេលាសម្រាប់អភិវឌ្ឍខ្លួនឯងបន្តទៀតខ្ញុំជូនពរជោគជ័យចា អរគុណខូចស្មាអរគុណច្រើនបាទជាបន្តសូមជូនទៅខាងខូច Tom Potris សួស្តីបង ស្ដីបង បាទបងអាចគិតថាល្អមានន័យថាប្រូរបស់បងអាចទទួលយកបានគ្រាន់ថាយើងស្ដាប់ទៅដូចយើងស្ដាប់ភ្លេងផ្សេងហើយអា melody ហ្នឹងវាផ្សេងប៉ុន្តែប្រូអាចទទួលយកបានហើយបងគិតថាចង់ឲ្យប្រូប្រឹងប្រែងបន្តទៀតហើយអភិវឌ្ឍខ្លួនឯងជូនពរបងជោគជ័យបន្ថែមទៀតអរគុណ អរគុណច្រើនខូច Tom Potris អរគុណ ចាចុងក្រោយខូចសង្ហា បាទបងក៏អត់មានអីច្រើនដែរមានន័យថាប្អូនការដែលប្អូន perform ហ្នឹងគឺដាក់មនោចេតនាអត់ត្រូវមានន័យថាធម្មតាបទនេះ lyric ហៅ flirt គេហៅថាហើយ sexy flirt អញ្ចឹងណាហើយបើសិនយើងញ៉ែគេបងឃើញអូនរស់នឹង TikTok គេដាក់មនោចេតនាដល់វាសំបីយើងញ៉ែគេអាហ្នឹងគេហៅញ៉ែបែប introvert អាហ្នឹងណា បាទយើងដកពាក្យ stone នឹងចេញហីតែយើងចង់និយាយថាបងនិយាយចេះពេលដែលបងមើលតួអង្គគាត់ដើរទៅដើរមកបងសម័យឃើញអាភ្លេងមួយផ្សេងទៀតហើយបើសិនជាគាត់ចេញមកអញ្ចឹង like unique យល់ unique ជាខ្លួនឯងយល់តែបងនិយាយអត់ហើយបើថាអ្នកខ្លះមកហែបចឹងប្រឹងប្រឹងហែបហ្នឹងយើងមើលដឹងវិញហ៎ បាទមើលដឹងប្រឹង នេះអត់ប្រឹងឯនេះទៅមួយតែគាត់ថាវាខុសនឹងបទចម្រៀងតែអ្វីដែលបងនិយាយវាជា unique មួយបើសិនជាឯងនឹកឃើញថាខ្ញុំចង់បកទៅវិញធ្វើចម្រៀងអូនឯងរកប្រភេទ play ណាដែលអូនឯងជាងទៅអូនឯងដើរដូចមិញហ្នឹងប៉ុណ្ណឹងបានហើយអាហ្នឹង unique អូនឯងមកស្រុកខ្មែរមួយហ្នឹងហើយ ហ្នឹងហើយបងបាទត្រឹមត្រូវបាទដូចជាអត់មានអីច្រើនទេមានតែថាប្អូនខំប្រឹងបន្តទៀតទៅហើយរើស color អ្វីដែលជារបស់ខ្លួនឯងហើយបើសិនជាមានឱកាសក្រោយស្មោះលះបាទ អរគុណច្រើនខូចសង្ហាអូខេសង្ឃឹមថានឹងជួបគ្នាម្ដងទៀតបងចង់ឃើញអូនមកអ្វីដែលថ្មីមកជាខ្លួនឯងហើយកាន់តែរំភើបជាងនេះបាទអរគុណ កាន់តែជឿជាក់ អរគុណច្រើនអរគុណ ចា អូសុភាពណាស់ សុភាពបង អូខេតា